មួយរយៈនេះបងប្អូនទាំងអស់គ្នាប្រកាសជាដឹងហើយការធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តនានាដើម្បីសប្បុរសធម៌ហ្នឹងគឺថាមានច្រើនខ្លាំងមែនទែនឥឡូវហ្នឹងគឺថាធីសាវ៉ាបានធ្វើរឿងមួយហ្នឹងដូចគ្នាគឺគាត់បានធ្វើដំណើរចេញពីភ្នំពេញឆ្ពោះមកកាន់ខេត្តតាកែវអញ្ចឹងគោលដៅរបស់គាត់ទី1នោះគឺដើម្បីទេសចរហើយទី2គឺដើម្បីប្រមូលមូលធិទាំងអស់ពីការធ្វើដំណើររបស់គាត់ហ្នឹងបរិច្ចាគទៅកាន់មណ្ឌលកុមារកព្រានៅខេត្តតាកែវតែម្ដងតាមព័ត៌មានពីគាត់មកហ្នឹងគឺថានៅសល់តែ20គីឡូទៀតទេគឺថាគាត់នឹងធ្វើដំណើរមកដល់ខេត្តតាកែវហើយអញ្ចឹងដើម្បីកុមារកព្រានៅខេត្តតាកែវខ្ញុំក៏បានសម្រេចចិត្តទៅជួបធីសាវ៉ាប៉ុន្តែខ្ញុំក៏បានទៅយកតុលាផងដែរដើម្បីទៅបានគ្នា2នាក់ហើយខ្ញុំក៏បានធ្វើដំណើរទៅតាម location ដែលធីសាវ៉ាបានផ្លេចឲ្យមិនយូរប្រហែលខ្ញុំក៏ទៅដល់អូខេដល់គ្នាឥឡូវហ្នឹងខ្ញុំបានមកជួបធីហើយមកតាមផ្លូវមិញជួបទីហួសតាចិត្តដល់ផ្សារដើមកលាញ់ហើយទៅមុខនេះទៀតផ្សារដើមកលាញ់ហើយសំខាន់មើលមិញមើលអត់ស្គាល់ទេទៅស្អីមិនញោម300ចក្រេខ្ញុំក៏បានជួយសម្រួលគាត់ផងដែរដូចជាទិញបងបិទតបៅដើម្បីគាត់បិទជើងរបស់គាត់គឺច្រើនកន្លែងខ្លាំងមែនតើសឹងទឹកគ្រប់មករៀមឲ្យពេញបាតជើងទៀតឥឡូវបានមកដល់នេះហើយទៅសល់មកមួយចំហៀងទៀតដល់គោលដៅមកគឺស្បាយស៊ីម៉ូតូទៅកន្លះម៉ោងទៅស្បាយហើយហេតុដល់2ថ្ងៃសល់អត់អីកន្លែងហ្នឹងឲ្យសើចំអកខ្ញុំសិនចោះហើយនេះគឺជា location ដែលគាត់កំពុងតែធ្វើដំណើរមកទីរួមខេត្តតាកែវហើយខ្ញុំក៏បានឈប់ចាំគាត់ពីមួយកន្លែងទៅមួយកន្លែងដែរព្រោះខ្លាចគាត់ដើរខុសផ្លូវតមែនអវ៉ាន់បាទតឥឡូវយើងទៅកន្លែងគេតាំងវិពណ៌គាត់មកដល់ភ្លាមមិនគាត់ថាគាត់លុតជង្គង់យកមែនតែនហ្មងគឺថាអត់សំដែងទេពេលហ្នឹងគាត់ថាឈឺជើងហើយគាត់ថាសគាជើងខ្លាំងមែនតែនហើយខ្ញុំឲ្យគាត់សម្រាកតែពេលហ្នឹងគាត់ប្រាប់ថាអត់សម្រាកទេត្រូវទៅមុខទៀតហើយខ្ញុំក៏បដ ாய் ទៅតាមចិត្តរបស់គាត់ទៅហើយនៅពេលនោះខ្ញុំក៏បាននាំគាត់ទៅឡាយនៅកន្លែងតាំងវិពណ៌សារផលិតផលខ្មែរខេត្តតាកែវផងដែរខ្ញុំរវល់ពីអ្នកទៅឡាយរៀបចំទៅឃើញអង្គុយនិយាយគ្នាលេងនៅក្រោមមួយពូមួយអីមួយប៉ែទៅឡានេះគាត់អស់ខ្លាំងយ៉ាប្រហែលគេអស់ខ្លាំងអីអញ្ចឹង yes យើងនាំគ្នាគេងដែរឡើយតិចទៀតអញ្ចឹងនិយាយគ្នាលេងតិចទៀតគេងដែរព្រោះថាអត់បានជួបតឡាដូចគ្នាអញ្ចឹងខ្ញុំអត់បាននាំទៅគេងនៅផ្ទះរបស់ខ្ញុំទេដោយសារតែនៅឃើញនៅផ្ទះរបស់ខ្ញុំវាឆ្ងាយតែតឡាយើងចិត្តជាអញ្ចឹងខ្ញុំក៏សម្រេចចិត្តមកនេះហើយសាយខាងទៅតកែវិញហើយយកលុយទាំងអស់មួយទីទាំងអស់ហ្នឹងមកហើយបានមែនទេព្រោះថាយើងបានសុំមកទីដូចគ្នាអញ្ចឹងយើងនឹងរៀបចំខ្សែ yes ជួបគ្នាស៊ីស៊ូមកតកែវហើយស្អែកឡើងខ្ញុំក៏បាននាំគាត់ទៅមណ្ឌលកុមារកព្រានៅខេត្តតាកែវហើយយកលុយដែលសរុបបានទាំងអស់ពីការដើររបស់គាត់ហ្នឹងយកទៅជូនលោកគ្រូដែលគាត់គ្រប់គ្រងនៅទីនោះអូខេអញ្ចឹងឥឡូវហ្នឹងគឺយើងយកថវិកាដែលធីគាត់បានដើរមកតាមផ្លូវទាំងអស់ហ្នឹងវាសួរលោកគ្រូចា៎ខ្ញុំសម្រាប់ហូបអាហារដូចជាផឹកទឹកខ្ញុំអត់បានប៉ះពាល់ទេខ្ញុំយកលុយទាំងអស់នោះមកបកគូនជូនមណ្ឌលកុមារព្រាលុយខាងក្រៅគឺសរុប56,300រៀលលោកគ្រូសម្រាប់លុយខាងក្នុងកុំគឺ89,300រៀលប៉ុន្តែខ្ញុំនឹងបាញ់ឲ្យ 90,000 តែម្ដងគ្រូអរគុណច្រើនអរគុណច្រើនអ្នកគ្នាព្រោះវាឱកាសក្រោយបងនឹងមកលេងអ្នកគ្នាម្ដងទៀតហើយបាននិយាយពីអារម្មណ៍ខ្ញុំនៅពេលនោះគឺខ្ញុំរំភើបផងអរផងហើយក៏មានការណិតអាសូរដល់ពួកគាត់ផងដែរប៉ុន្តែនៅក្នុងនោះខ្ញុំក៏បានសាងកំហុសមួយដែរគឺខ្ញុំអត់បានសួរពីចំណាប់អារម្មណ៍របស់គាត់អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ឲ្យខ្ញុំធ្វើមួយនោះកុំភ្លេច comment ខាងក្រោមផង